អូខេអ្នកនរគ្នាអញ្ចឹងភ្លេងយើងបានកែរួចរាល់ហើយយើងមានភ្លេងមួយដល់ពីរោះអញ្ចឹងជំហានបន្តទៀតយើងទៅធ្វើការស្វែងរកartwork ដើម្បីយើងយកមកដាក់នៅក្នុងវីដេអូ relaxing របស់យើងយ៉ាងណាឲ្យមានភាពទាក់ទាញណាអូខេតាមពិតទៅរបៀបរក artwork នេះវាមានច្រើនទម្រង់តែខ្ញុំបង្ហាញតែមួយមកណាកុំឲ្យវល់អញ្ចឹងចុចមកកាន់ Google Chrome អ្នកនរគ្នាមកយើងចូលទៅក្នុង website មួយឈ្មោះថា Pinterest អញ្ចឹងយើងនឹងឃើញវាមានមកបែបនេះបន្តមកទៀតយើងចូលទៅមើលចំណងជើងបទចម្រៀងរបស់យើងឈ្មោះគេយើង search មកនេះ Rainy Window Piano អញ្ចឹងខ្ញុំដាក់ចំណងជើងនឹង search មកចុច enter មក search អូខេអញ្ចឹងយើងមានច្រើនទម្រង់តាមពិតនេះវាមានវីដេអូមានអីដែរតែយើងធ្វើខ្លួនឯងណាឥឡូវយើងទៅមើលរូបភាពណាដែលរៀងតំណងមកបានយើង download ហើយយកមកធ្វើខ្លួនឯងមកយកមើលអាណាដែលច្បាស់ស្អាត 4K ណាអស់មានពេលរើសមើលទៅតែខ្ញុំចូលតែមកទៅជ្រើសរើសញ៉ៃញ៉ៃអានេះដូចជាប្រើបានអានេះដូចត្រូវទិញឯងខ្ញុំមើលអាណាល្ងិតអានេះល្ងិតតំណងភ្លៀងយប់ឡើងដេកលក់ស្រួលអានេះសាកសេវមើលមិនសេវក៏បានដែរយើងចុចខ្ញុំ copy ចេះមកអត់មើល copy អាហ្នឹងមកហើយយើងមកកាន់ chat GPT របស់យើងមក chat GPT របស់យើងមកអត់អូអានេះអត់មកប៉ុណ្ណឹងអញ្ចឹងខ្ញុំ right click លើវា copy image អូខេមកហើយគាត់មកហើយអញ្ចឹងខ្ញុំដាក់ថា give me image prompt តែសារខ្ញុំចង់បានរូបភាពហ្នឹងអញ្ចឹងខ្ញុំសុំ prompt អាហ្នឹងអូខេអញ្ចឹងមិនបាច់វែងឆ្ងាយទេ copy prompt ហ្នឹងមកផ្លាច់ពី prompt ហ្នឹងមកយើងចូលមកកាន់ Google Gemini របស់យើងមកចូលមកកាន់ flow អានេះយើងប្រើ free ក៏បានដែរបងប្អូនអត់បញ្ហាទេ sign in ទៅជាមួយ email ទៅចប់ហើយអូមិនមែនចប់ទេគឺប្រើបានចុចមកយើងដាក់ prompt យើងចូលផ្លាច់ងាយអានេះយើងយកទំហំប្រដេកយក2មកចុច go ដើម្បីបានរូបភាពរបស់យើងណាវាកំពុងតែដំណើរការអញ្ចឹងយើងចូលទៅយក prompt មួយទៀតណាចេះនេះតើបាទ prompt នេះហើយដែលខ្ញុំដាក់បង្កើតវីដេអូគឺល្អមានន័យថាធ្វើវីដេអូយើងនៅនឹងកាមេរ៉ានៅនឹងល្អហើយឧទាហរណ៍ថាទឹកហូរគឺវាហូរហ្មងពពកដើរគឺវាដើរភ្លៀងធ្លាក់គឺធ្លាក់ហ្មងអត់មានអីញ៉ៃញ៉ៃមើលអត់ដឹងទេមើលអត់ដឹងថាយើងតវីដេអូណាអូខេអញ្ចឹងយើងមើលទៅរូបមួយណាដែលយើងគិតថាវាតំណងវាស្អាតយើងយកទៅយកទី1នេះចុះចុចសញ្ញាត្រី3ហ្នឹងមក add to prompt ហើយយើងដាក់ prompt មកតែខ្ញុំនេះអានតិចនេះមិញចាំខ្ញុំដាក់ឲ្យដើម្បីយើងបង្កើតវីដេអូរបស់យើងណាអញ្ចឹងយើងយកកន្លែងវីដេអូម្ដង ingredient យកទៅមួយបានហើយ10វិចុច go ចាំមើលថាតើវីដេអូឬគុណភាពវីដេអូវាឲ្យមកយើងវាល្អប៉ុណ្ណាតើយើងមើលទាំងអស់គ្នាអូនេះទៅដើរ
អានេះងាយទេបងប្អូននេះអត់មានអីពិបាកទេសំខាន់បងប្អូនធ្វើតាម step ហ្នឹងទៅគឺល្អមែនទែនហើយ relaxing នេះយើងមួយអាទិត្យអីតាមក្បួនគេដែលល្អគឺមួយអាទិត្យអឺដូចផុសតែ3វីដេអូឯងបានហើយតែយើងធ្វើឲ្យវែងមកណាយើងធ្វើដូចជា3ម៉ោងឬក៏6ម៉ោងអីមកហើយយើងមិនមែនផុសតែអាវីដេអូផ្ដេកវែងហ្នឹងទេយើងទៅផុសអា short ខ្លីៗបញ្ចូលដែរតោះវីដេអូវាបង្កើតរួចរាល់ហើយចុចមើលសិនលូតចេញផ្ទះដូចអត់ល្អសោះអាមុននេះមិញផ្ទះនេះអត់មានទេឥឡូវលូតចេញមកអញ្ចឹងវាអត់ត្រូវទេអូអត់ល្អទេនៅសុកមកចេញផ្ទះអីណាពីមុនអត់ចេញឥឡូវខ្ញុំយកអានេះម្ដងយើងធ្វើវីដេអូយ៉ាងណាកុំឲ្យគេមើលដឹងថាវីដេអូហ្នឹងវាខុសពីការពិតពេកណាមិនដែរពេលណាគេនៅសុកផ្ទះលូតចេញឲ្យបាត់ទៅវិញអញ្ចឹងវាអត់ថាទៅវាអត់ symmetry វាអត់ make sense ណាមិនខ្ញុំនិយាយដល់ណាមិញហ្នឹងហើយយើងត្រូវធ្វើ short ដែរអញ្ចឹងយើងមានអា prompt យើងនៅ chat GPT នឹងឲ្យមកយើង copy អា prompt នឹងទៅដែរមកដោយសារតែ short ហ្នឹងយើងដាក់ style បញ្ឈរ style បញ្ឈរហើយយើងអាច post នៅក្នុង YouTube short ក៏បានក្នុង TikTok ក៏បានដែរអញ្ចឹងយើងយក style បញ្ឈររូបភាពសិន style បញ្ឈរចេះមកឃើញទេ paste prompt នឹងចូលមកណានេះខ្ញុំយកតែមួយក៏បានបញ្ហាតោះចាំមើលវីដេអូយើងដល់ចប់សិនមកអូខេអានេះចំទេតោះយើង play មើលអានេះរៀងលោតភ្លើងបន្តិចតែអត់បញ្ហាបែរខ្ញុំអាចកាត់ចោលឡើយនេះក៏បានអត់បញ្ហាមើលលោតព្រាកឡើយនេះតិចអត់អីទេអាចយកបានវានេះអញ្ចឹងយើងយកមក save រូបភាពបញ្ឈរយើងក៏មានដែរឡើយនេះយើងធ្វើដូចគ្នាមកដើម្បីបានវីដេអូខ្លីហ្នឹងណាអញ្ចឹងខ្ញុំ save វីដេអូនេះហើយអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្ណេះឯងកុំឲ្យវែងពេកយើងជួបគ្នានៅវីដេអូក្រោយទៀតប្រហែលជាអាចវីដេអូភាគបញ្ចប់អរគុណ